ពងណៃថាប៉ុនពងចាំលោកគេគាត់តាអោបដេកអោបគ្នាហើយខ្ញុំនៅពីអោបពីលើអត់តបានធ្វើអីទាំងអស់អង្គុយលេងហ្គេមរួចហើយគាត់យកដៃគាត់រងអោបខ្ញុំចេះតែកវីដៃគាត់ចេញដល់ពេលនេះទៅមកសទូគាត់បែរមុខចេញដល់ពេលរួចហើយគាត់បានបែរហើយគាត់អោបរត់ខ្ញុំមុំហើយគាត់បានឡើងសគាត់ខ្ញុំបងប្រុសប្រកែកស្រីប្រកាន់ស្គាល់គ្នាតាមទូរស័ព្ទមិនដល់2ខែណាត់ជួបដំបូងក្នុងបន្ទប់ខាងប្រុសត្រូវខាងស្រីចោទប៉ុនប៉ងចាប់រំលោភហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី21ខែ3ឆ្នាំ2025នៅភ្នំពេញថ្មីខាងស្រីចោទថាខាងប្រុសប៉ុនប៉ងរំលោភតែខាងប្រុសបដិសេធខាងប្រុសអាងថាខាងស្រីសុំមកស្នាក់នៅនិងរស់នៅជាមួយគ្នាដោយប្តីប្រពន្ធទើបរូបគេឲ្យនាងមកថែមទាំងខ្ចីលុយឲ្យនាងជិះឡានមកទៀតផងផ្ទុយទៅវិញខាងស្រីនិយាយថាគ្រាន់តែស្គាល់គ្នាធម្មតានិងសុំស្នាក់នៅមួយយប់ព្រោះទាល់នាងខ្ចីលុយ 8000 រៀលសម្រាប់ថ្លៃឡាននាងថាពេលមកដល់បន្ទប់ដំបូងខាងប្រុសធ្វើធម្មតាតែក្រោយមកពេលដែលពួកគេដេកអង្គុយលេងហ្គេមខាងប្រុសក៏ចាប់ផ្ដើមលើកដៃអោបនាងតែនាងចេះតែយកដៃគេចេញពេលគេងខាងប្រុសបែរមករកនាងនិងអោបរឹតនាងយកតែម្ដងនាងរើបំរាស់ដៃតែមិនឈ្នះនាងយំទើបខាងប្រុសលែងនាងយ៉ាងណាមិញនាងក៏បានរួចខ្លួនប៉ុន្តែក៏មានមហាជនជាច្រើនផងដែរដែលកាន់ជើងខាងប្រុសដោយចោទនាងថាខ្លួនជាស្រីតែមករកប្រុសដល់បន្ទប់មនុស្សប្រុសណាដែលទុកជាប់ខ្លះទៀតថានាងមានបំណងចង់ធ្វើស៊ីខាងប្រុសប៉ុន្តែពួកយើងមិនទាន់ដឹងច្បាស់ទេព្រោះពេលនេះប៉ូលីសកំពុងតែធ្វើការតាមច្បាប់